បច្ចុប្បន្នយើងមានកុំព្យូទ័រដែលអាចដំណើរការបង្រៀនសិស្សបានចំនួន4គ្រឿងយើងមានកុំព្យូទ័រអត់គ្រប់ទេបងប្អូនកុំព្យូទ័រមួយរៀនដល់តែគ្នា4នាក់សិស្សដែលចង់ចុះឈ្មោះចូលរៀនមានច្រើនប៉ុន្តែពួកយើងអត់ទទួលដោយសារតែខ្វះកុំព្យូទ័របច្ចុប្បន្នយើងមាន iMac ចំនួន7គ្រឿងដែលផ្ដល់ដោយ Studio Cell បច្ចុប្បន្នដំណើរការ2គ្រឿងហើយ5គ្រឿងទៀតត្រូវជួសជុលសិនភាគច្រើនបញ្ហា hard disk និង error window ហើយខ្ញុំអត់ដែរជួសជុល Mac ទេបងប្អូនអញ្ចឹងទៅពិបាកបន្តិចបើម៉ាស៊ីន PC សម្រាប់ខ្ញុំអត់បញ្ហាទេខូចប្រឡោះណាក៏ខ្ញុំអាចឆែកមើលបានដែរប៉ុន្តែ Mac ខ្ញុំអត់ដែរជួសជុលទេបងប្អូនណាដែលចេះ set up Windows នៅក្នុង Mac ជួយបន្តិចមកបងប្អូនពួកយើងត្រូវការកុំព្យូទ័រចាំបាច់ខ្លាំងមែនទែនដើម្បីយកមកបង្រៀនក្មេងបើសិនជាយើងជួសជុល iMac បានទាំងអស់យើងមាន iMac ដល់ទៅ7គ្រឿងហើយ PC 2គ្រឿងទៀតសរុបទាំងអស់9គ្រឿងប៉ុន្តែបច្ចុប្បន្ននេះយើងដំណើរការបានតែ4គ្រឿងទេបច្ចុប្បន្ននេះកុំព្យូទ័រក៏យើងអត់មានគ្រប់ហើយសាលាកុំព្យូទ័រក៏យើងអត់មានដែរឥឡូវហ្នឹងយើងយកសាលាគំនូមកបង្រៀនកុំព្យូទ័រសិនពេលថ្ងៃបង្រៀនគំនូពេលយប់បង្រៀនកុំព្យូទ័រហើយពួកយើងត្រូវលើកកុំព្យូទ័រចេញចូលរាល់ថ្ងៃហើយក្នុងវីដេអូនេះខ្ញុំសូមឆ្លៀតអរគុណបងអូនស្រីមីយូរ៉ានិងស្វាមីដែលបានផ្ដល់ទូរស័ព្ទដៃសម្រាប់ខ្ញុំថតធ្វើមាតិកាហើយនឹងប្រាក់ឧបត្ថម្ភ$100ជារៀងរាល់ខែហើយឥឡូវនេះដោយសារតែយើងអត់មានសាលាកុំព្យូទ័របងអូនស្រីមីយូរ៉ានិងស្វាមីដែលមាន account Facebook ឈ្មោះហេតុអ្វីបានពិភាក្សាគ្នាឧបត្ថម្ភបន្ថែមទៀតដើម្បីរួមចំណែកក្នុងការសាងសង់សាលាកុំព្យូទ័រខ្ញុំសូមអរគុណទឹកចិត្តបងអូនទាំងពីរជាទឹកចិត្តដ៏ប្រពៃជួយដោយមិនត្រូវការអ្វីត្រឡប់ទៅវិញហើយក៏សូមអរគុណទៅលោកពូដែលនៅកាណាដាលោកពូបានផ្ញើមីក្រូហ្វូនម៉ាស៊ីនថតសម្រាប់ឲ្យក្មេងរៀនប្រាក់មួយចំនួននិងប្រាក់សម្រាប់ធ្វើបង្គន់បច្ចុប្បន្នបង្គន់យើងធ្វើចិត្តរួចប៉ុន្តែដោយសារខ្វះឥដ្ឋការ៉ូទៅទាំងត្រឹមប៉ុណ្្នឹងសិនហើយខ្ញុំក៏សូមអរគុណបងប្អូនជាច្រើនទៀតដែលបានចូលរួមជាបន្តបន្ទាប់ខ្ញុំសូមអរគុណខ្លាំងមែនទែនចំពោះទឹកចិត្តបងប្អូនដែលបានចូលរួមចំណែកជាទឹកចិត្តដ៏ថ្លៃថ្លាក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សសម្រាប់សង្គមជាតិយើងហើយសម្រាប់ខ្ញុំនិងបងអូនស្រីរបស់ខ្ញុំក៏បានចូលរួមចំណែកថវិកាជាច្រើននៅក្នុងសកម្មភាពមួយនេះរាប់ចាប់តាំងពីខ្ញុំកាយដីសង់សាលាមកដល់ពេលនេះគឺរយៈពេលជាមួយឆ្នាំពួកយើងបានឆ្លងកាត់ឧបសគ្គច្រើនរាប់មិនអស់ប៉ុន្តែពួកយើងនៅតែបន្តធ្វើបានផ្ដល់ចំណេះដឹងនិងផ្ដល់ស្នាមញញឹមឲ្យក្មេងៗខ្ញុំនឹងធ្វើឲ្យក្មេងៗនៅទីនេះទទួលបានប្រាក់ចំណូលខ្ពស់តាមសមត្ថភាពរបស់ពួកគេអ្នកដែលមានចំណេះដឹងច្រើនមានជម្រើសច្រើនមានប្រាក់ចំណូលខ្ពស់សម័យសកលភាវូបនីយកម្មទីផ្សារបើកចំហជើងមេឃមានចំណេះដឹងកាន់តែច្រើនឱកាសការងារកាន់តែច្រើន